តើដល់ពេលដែលកម្ពុជាត្រូវប្រើអាវុធច្បាប់អន្តរជាតិបិទមាត់មហិច្ឆតាឈ្លានពានរបស់ថៃហើយឬនៅផែនទីប្រវត្តិសាស្ត្រពីបារាំងកំពុងក្លាយជាគន្លឹះសំខាន់ព្រំដែនកម្ពុជាថៃនៅតែជាថ្មដុតកម្ដៅយ៉ាងក្តៅគគុកដែលមេដឹកនាំថៃមួយចំនួនតែងតែយកមកធ្វើជាលេសដើម្បីបើកការឈ្លានពានទឹកដីកម្ពុជាដោយមិនចេះអៀនខ្មាស់ទោះបីជាព្រំដែននៃប្រទេសទាំងពីរត្រូវបានខណ្ឌចែកដោយផែនទីខ្នាតអន្តរជាតិជិតរួចរាល់អស់ហើយក្តីដើម្បីបិទបញ្ចប់មហិច្ឆតាឈ្លានពានដ៏រ៉ាំរ៉ៃនេះនៅថ្ងៃទី4ខែមករាឆ្នាំ2026សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចបោះជំហានការទូតយ៉ាងម៉ឺងម៉ាត់ដោយផ្ញើលិខិតផ្លូវការជូនលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងក្នុងលិខិតនោះសម្ដេចបានស្នើឲ្យបារាំងដែលជាអតីតអាណាព្យាបាលនិងជាម្ចាស់ឯកសារដើមផ្ដល់នូវការគាំទ្រផ្នែកបច្ចេកទេសជំនាញប្រឹក្សានិងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងព្រំដែនកម្ពុជាថៃសំណើនេះមិនមែនជារឿងចៃដន្យឡើយប៉ុន្តែធ្វើឡើងបន្ទាប់ពីលោកម៉ាក្រុងបានបង្ហាញឆន្ទៈរួចជាស្រេចក្នុងការជួយផ្ដល់ផែនទីនិងបច្ចេកទេសច្បាប់បើសិនជាមានសំណើពីកម្ពុជាសម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំងដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីដោយមិនប្រើការគំរាមកំហែងឬកម្លាំងបាយឡើយកម្ពុជាជឿជាក់យ៉ាងមុតមាំថាការចូលរួមរបស់បារាំងនឹងនាំមកនូវដំណោះស្រាយដ៏យុត្តិធម៌បំផុតដែលនឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជានិងថៃរស់នៅជាមួយគ្នាក្នុងភាពជាអ្នកជិតខាងល្អនិងមានវិបុលភាពសម្រាប់កូនចៅជំនាន់ក្រោយ